khê, chẳng nó không video này nhưng mà bằng hai vì chân nói tìm bằng vậy từ lời digital invoice point bonus cái này này đã cứ chia bằng mẫu sân muối để dư trong ao khang user ឬក៏ membership ដែលមានការទិញរួចរបស់ហ្នឹងគឺគាត់អត់ចាំបាច់យកกระดาษ receipt ទៅទេហើយពេលដែលគាត់អត់យកกระดาษ receipt ទៅហ្នឹងគឺយើងលើកទឹកចិត្តឲ្យគាត់ទទួលបានអីមួយបន្ថែមពីលើការដែលគាត់អត់យកហ្នឹងអញ្ចឹងមានន័យថានៅពេលដែលគាត់អត់យកกระดาษ receipt គឺយើងឲ្យ cashier ចុចទៅលើប៊ូតុងមួយមានពាក្យថា digital នៅខាងលើPOS នៅពេលដែលគាត់គិតលុយហ្នឹងគឺមានប៊ូតុងមួយពាក្យថា digital invoice ហ្នឹងអញ្ចឹងនៅពេលដែលគាត់អត់ print receipt គឺគាត់ click ប៊ូតុងហ្នឹងខាង membership នឹងទទួលបានទៅលើអាចមានករណីជា point មានថាឲ្យចំនួន point តែម្ដងមួយទៀតជាមេគុណ point មួយទៀតគឺជាភាគរយ point តាម amount ដែលគាត់បានទិញតែជាទូទៅគឺយើងចង់ឲ្យជាមេគុណច្រើនជាងមានន័យថាបើសិនជាគាត់ធ្វើការទិញហើយគាត់អត់ទទួលគាត់អត់យកกระดาษ receipt យើងអត់ចំណាយលើกระดาษដូចគ្នាអញ្ចឹងយើងចង់ឲ្យគាត់មេគុណនឹង2ឬក៏គុណនឹង3អីបែបហ្នឹងឬក៏គុណនឹង5ករណីដែលគាត់ទិញទូទៅធម្មតាឧទាហរណ៍$1គាត់បានមួយបន្ទុកប៉ុន្តែបើគាត់ទិញក្នុងតែគាត់អត់យកជាមួយនឹង receipt ហ្នឹងពេលដែលយើងប្រើជា digital ណាគឺគាត់នឹងទទួលបានគុណនឹង5អញ្ចឹងបើសិនជា1គុណនឹង5វាស្មើនឹង5បន្ទុកនៅក្នុងពេលដែលគាត់ទិញហ្នឹងយ៉ាចឹងកន្លែងនេះដែរខ្ញុំសូមធ្វើការបង្ហាញនៅក្នុងការបង្កើត promotion ហ្នឹងអូខេអញ្ចឹងដើម្បីធ្វើការបង្កើត promotion ហ្នឹងបានយើងចូលទៅកាន់ add new ដដែលហ្នឹងទៅហើយ select យកទៅលើ promotion លេខ8ហ្នឹងហើយលេខ8ទៅលើ digital invoice point bonus ហើយយើងអាចកំណត់មក digital invoice promotion អូខេអញ្ចឹងបើសិនជាយើងមានទៅលើ promotion រយៈពេលនឹងវែងមានន័យថាយើងត្រូវតែលើកទឹកចិត្តឲ្យភ្ញៀវហើយព្រោះជួនកាលយើងកុំឲ្យគាត់ធ្វើការកាន់กระดาษអីញ៉ៃបើសិនបើគាត់មាន app ហើយស្រាប់គាត់គ្រាន់តែយក digital ហ្នឹងគាត់មានការ alert history ជាមួយនឹងចូល app ហើយគាត់ក៏ទទួលបាន bonus ទៀតអញ្ចឹងវាចំណេញលើចំណេញហីដោយសារតែយើងអត់ចង់ឲ្យគាត់កាន់กระดาษបើសិនជាគាត់កាន់กระดาษក៏អ្នកខ្លះក៏មិនបានទៅមើលអីច្បាស់លាស់ហើយកระดาษហ្នឹងគង់តែបោះចោលតាទេអញ្ចឹងកន្លែងនេះដែរបើសិនបើយើងធ្វើគឺយើងអាចធ្វើក្នុងរយៈពេល1ឆ្នាំទៅហើយយើងអត់កំណត់ពេលណាមួយយើងកំណត់ពេលដែរយើងកំណត់ពេលលក្ខខណ្ឌថ្ងៃទី31 expire អញ្ចឹងបើយើងចង់បន្តទៀតយើងអាចមក edit បន្តទៅលើ date ហ្នឹងបានអញ្ចឹងកន្លែងនេះដែរគឺយើងអាចកំណត់ទៅថាតើយើងឲ្យជា point ជាចំនួន point តែម្ដងឧទាហរណ៍ថាបើសិនជាគាត់អត់យកกระดาษហ្នឹងគាត់បានបូកពីលើហ្នឹងប្រមាណឧទាហរណ៍ថាបើសិនជាឲ្យជា point បើសិនយើងដាក់លេខ5ឡើងនេះគឺមានថាគាត់បូកបន្ថែម5បន្ទុកពីលើបន្ទុកដែលគាត់ទទួលបានជាទូទៅប៉ុន្តែបើសិនជាបដូរមកពី point multiplier បើសិនជាលេខ5នៅកន្លែងនេះមានន័យថាគុណនឹង5យកតែម្ដងអញ្ចឹងបើគាត់ទទួលបាន10បន្ទុកគុណនឹង5គាត់បាន50បន្ទុកប៉ុន្តែបើសិនជា buy purchase amount នេះមានន័យថាជាភាគរយមកវិញអញ្ចឹងបើឲ្យ5%មានន័យថាយក5%ហ្នឹងទៅគុណជាមួយនឹង amount ដែលគាត់បានទិញបូកបន្ថែមពីលើនឹង5%នៃ point ហ្នឹងណា yes អញ្ចឹងកន្លែងនេះដែរជាទូទៅហ្មងគឺយើងផ្ដល់ជាការមេគុណទៅងាយស្រួលជាងមេគុណនឹង2បានហើយមានន័យថាលើកពីទូទៅធម្មតាគុណនឹង2បានហើយអញ្ចឹងឧទាហរណ៍ថាបើគាត់ទិញអស់$50ជាទូទៅគាត់ទទួលបាន50បន្ទុកអញ្ចឹងបើយើងគុណនឹង2គាត់បាន100បែបហ្នឹងយ៉ាចឹងនៅពេលដែលយើងធ្វើ promotion បែបហ្នឹងយើងគ្រាន់តែកំណត់ហើយរក្សាទុកទៅគឺវានឹងដំណើរការតាមថ្ងៃដែលយើងអាចកំណត់ហើយបើចប់ promotion ហ្នឹងគឺវាចប់ដល់ promotion ទូទៅធម្មតាដូចគ្នាបើសិនបើយើងចង់ extend យើងអាចមក extend មកប៉ុន្តែកន្លែងនេះដែរមិនមែនបានគ្រប់អតិជនដែលគាត់បានទិញទេមានន័យថាតតែអតិជនឬក៏ membership មួយហ្នឹងគាត់ទទួលបានជាមួយនឹងការដែលយើង convince អត់ឲ្យកระดาษគាត់ហើយយើងប្រើជាការចុចទៅលើ digital មកវិញទើបគាត់ទទួលបានបន្ទុកនឹងប៉ុន្តែបើអត់ទេមានន័យថាចេញជាกระดาษធម្មតាគឺអត់ទទួលបានបន្ទុកទេដោយសារតែយើងចុច print ទៅលើប៊ូតុងធម្មតាបែបហ្នឹងណាយ៉ាអញ្ចឹងអាច save បានហើយយកការបង្ហាញហ្នឹងខ្ញុំមានប៉ុណ្ណឹង